ស្ដីអ្នកទាំងអស់គ្នាមកជួបគ្នាជាថ្មីទៀតហើយនេះក៏អត់មានអីច្រើនដែរសម្រាប់ចុងសប្តាហ៍ពេលល្ងាចនៅថ្ងៃសៅរ៍អញ្ចឹងណាគឺខ្ញុំបានឆាមីញ៉ាំជុំគ្នាជាមួយនឹងក្រុមគ្រួសារហើយគ្រឿងផ្សំក៏អត់មានច្រើនដែរអ្នកទាំងអស់គ្នាហើយជាដំបូងហ្នឹងគឺយើងដាក់ប្រេងទៅយើងបំពងខ្ទឹមយើងឲ្យឈ្ងុយសិនបន្ទាប់ពីខ្ទឹមយើងរៀងក្រៀមហើយយើងដាក់សាច់គោឆាត្រឡប់ឡើងត្រឡប់ចុះពី3ដងទៅព្រោះសាច់គោយើងក៏លះឆ្អិនដែរហើយយើងឆាឡើងឆាចុះទៅមើលតែសាច់របស់យើងឆ្អិនហើយហ្នឹងគឺយើងរៀបចំនឹងចាក់បន្លែចូលតែម្ដងហើយបន្លែរបស់យើងហ្នឹងក៏អត់មានអីច្រើនដែរមានតែការ៉ុតហើយដើមខាត់ណាហើយនឹងស្លឹកខ្ទឹមដើម្បីឲ្យឈ្ងុយអញ្ចឹងណាអ្នកទាំងអស់គ្នាខ្ញុំឆាចូលតែម្ដងទៅបន្ទាប់ពីឆាសព្វហើយខ្ញុំដាក់រ៉ូឌី1ស្លាបព្រាស្ករសបន្តិចបន្ទាប់មកគឺខ្ញុំដាក់ប្រេងខ្យងយកតែម្ដងហើយប្រេងខ្យងខ្ញុំដាក់រៀងច្រើនបន្តិចដោយសារតែយើងត្រូវឆាមីអញ្ចឹងណាអ្នកទាំងអស់គ្នាបន្ទាប់ពីអញ្ចឹងមកគឺយើងច្បល់ចូលឲ្យសព្វចូលគ្នាហើយបន្ទាប់មកគឺយើងចាក់មីចូលហើយមីនេះមានចំនួន3កញ្ចប់អ្នកទាំងអស់គ្នាខ្ញុំបានត្រាំទឹកក្តៅឲ្យរីកអញ្ចឹងណាហើយបន្ទាប់មកយើងយកមកច្បល់ចូលគ្នាបែបហ្នឹងមកគឺរួចជាការស្រេចហើយអញ្ចឹងមីឆារបស់យើងបានរួចរាល់ហើយអញ្ចឹងយើងក៏ដួសដាក់ចានមកហើយមើលទៅតំណងអស់អ្នកទាំងអស់គ្នាហើយឆ្ងាញ់មិនឆ្ងាញ់អីមើលតាមនឹងទៅអ្នកទាំងអស់គ្នាព្រោះគ្រឿងផ្សំគឺផ្សំតាមការដែលភ្លក់ទៅអញ្ចឹងណាអ្នកទាំងអស់គ្នាហើយនេះអ្នកដែលញ៉ាំដំបូងគឺកូនប្រុសរបស់ខ្ញុំនិយាយទៅគាត់ឆ្ងាញ់គ្រប់មុខតែម្ដងចំណែកឯកូនស្រីពៅរបស់ខ្ញុំនេះវិញក៏ចេះដែរមីក៏ចេះបាយក៏ចេះដែរអ្នកទាំងអស់គ្នាហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាន